មានគ្នាយើងម្នាក់សួរខ្ញុំថាការដាក់ស្មៅទៅលើ poster តាក់ទងទៅនឹងកាហ្វេថាខ្ញុំធ្វើបែបម៉េចហើយនេះគឺជារបៀបដែលខ្ញុំតែងតែធ្វើក្នុង poster កែវកាហ្វេក៏ដូចជាប្រដាប់ផ្សេងៗផងដែរអូខេយើងទៅមើលវីដេអូទាំងអស់គ្នា Let's go អូខេគ្នាយើងឥឡូវយើងចូលក្នុងកម្មវិធី Photoshop ហើយ from មកដែលខ្ញុំតែងតែធ្វើតាក់ទងទៅនឹងកែវត្រេងក៏ដូចជាកែវកាហ្វេគឺខ្ញុំនឹងមកយកនៅ Ellipse tool ហើយគឺខ្ញុំប្រើទៅនឹង fill ដែល fill នេះគឺខ្ញុំនឹងយកពណ៌ចាស់ជាង background របស់យើងឧទាហរណ៍ background របស់ខ្ញុំពណ៌រាងទឹកដោះគោអញ្ចឹងទៅហើយអញ្ចឹងខ្ញុំនឹងដាក់ពណ៌ fill របស់ Ellipse tool របស់ខ្ញុំហ្នឹងគឺពណ៌រាងចាស់ជាងហ្នឹងអញ្ចឹងណាអូខេដល់ពេលដែលបានហើយគឺគ្នាយើងគូសមករៀងតប៉ែតបែបនេះមកនៅពេលដែលបានប៉ុណ្ណឹងហើយឈរនៅដដែលចុច Control ឲ្យជាប់ហើយមានសញ្ញានេះមួយគឺតើគ្នាទាញមកលើមកម្ដងទៀតចុច Control ជាប់ទាញវាអូខេនេះជាអ្វីដែលខ្ញុំធ្វើបើសិនជាបងប្អូនក៏ដូចជាគ្នាយើងដទៃទៀតមាន tip ផ្សេងចែកម្លែកបន្តទៀតផងអូខេចឹងនៅពេលដែលបានប៉ុណ្ណឹងហើយគឺខ្ញុំនឹង convert ទៅជា Smart Object គ្រាន់តែ mouse ស្ដាំយក convert ទៅ Smart Object អូខេហើយខ្ញុំនឹងបង្កើត mask ឲ្យវាមួយគឺខ្ញុំនឹងយកទៅនឹង gradient tool ហើយខ្ញុំនឹងឆូតវាមកអូខេអូពីលើចុះមកក្រោមមកហើយយើង fray កុំឲ្យវាឃើញច្បាស់ពេកអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាប៉ានេះគឺខ្ញុំគិតថាអូខេហើយចឹងខ្ញុំនឹង convert ទាំងអស់ហ្នឹងទៅជា Smart Object ម្ដងទៀតគ្រាន់តែ mouse ស្ដាំយកពាក្យ convert ទៅ Smart Object អូខេគឺបើសិនជាទាំងអស់គ្នាគិតថា format ប៉ុណ្ណេះគឺអូខេទាំងអស់គ្នាយកទៅតែសម្រាប់ខ្ញុំចូលចិត្តប្រើនៅ blur បន្តិចទៀតគឺចូលមកកាន់ fill យក blur យក custom blur អូខេហើយទាំងអស់គ្នាអាចតម្លើងឲ្យវាភ្លើបន្តិចឬក៏ blur ត្រឹម5ឬក៏6អីចឹងទៅឧទាហរណ៍ថាខ្ញុំដាក់ត្រឹម4អីចឹងទៅតាមជាក់ស្ដែងអូខេចូលអូខេមកចូលទៅហៅថាប៉ុណ្ណឹងបងប្អូនគ្នាគិតថាវារៀងស្រាលចឹងបងប្អូនគ្នា copy ឲ្យបាន2ទៅក្នុង format ហ្នឹងគឺគ្រាន់តែ Ctrl J មួយទៀតមកគឺវាបានចឹងឧទាហរណ៍ថា format យើងប៉ុណ្ណឹងគឺយើងគិតថាអូខេចឹងយើងយកទៅគឺបានហើយអូខេហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះមានប្រយោជន៍ទៅដល់គ្នាយើងដែលទើបតែចាប់ផ្ដើម design ថ្មីហើយកុំភ្លេច follow page ខ្ញុំអ្នកមួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ